Bismillahirrahmanirrahim បងប្អូនទាំងអស់គ្នាយើងដឹងហើយថាខែរ៉ាម៉ាដនគឺជាខែកូរ៉ានអល់ឡោះស៊ុបហានវតាឡាបានបញ្ចុះគម្ពីរកូរ៉ាននៅក្នុងខែរ៉ាម៉ាដនអញ្ចឹងធ្វើយ៉ាងណាយើងសូត្រគម្ពីរកូរ៉ានឲ្យបានច្រើននៅក្នុងខែរ៉ាម៉ាដនខ្ញុំមិនជឿថាពួកយើងមិនមានពេលសូត្រគម្ពីរកូរ៉ាននោះទេពីព្រោះយើងមានពេលកាន់ទូរស័ព្ទទោះបីជាយើងរវល់យ៉ាងណាក៏ដោយយើងមានការងារច្រើនប៉ុណ្ណាក៏ដោយប៉ុន្តែយើងមានពេលខ្លះកាន់ទូរស័ព្ទដើម្បីមើល social media ឬក៏ប្រព័ន្ធផ្សព្វផ្សាយដូចឧទាហរណ៍ថា TikTok ឬក៏ Facebook ជាដើមដូច្នេះប្រសិនបើយើងមិនមានពេលជំនួសវាទាំងអស់នៅក្នុងការកាន់ទូរស័ព្ទហ្នឹងដើម្បីមកសូត្រកូរ៉ានឬក៏ធ្វើអ្វីតាមផ្សេងៗទេយើងគួរតែកាត់ពេលវេលាខ្លះមានថាកាត់វាខ្លះឬក៏កាត់វាឲ្យបានច្រើនដើម្បីឲ្យយើងយកវាមកសូត្រគម្ពីរកូរ៉ានជំនួសវិញដោយសារអីដោយសារតែនៅក្នុងខែរ៉ាម៉ាដននេះគឺជាខែកូរ៉ានហើយប្រសិនបើយើងមិនឆ្លៀតពេលសូត្រគម្ពីរកូរ៉ានទៀតដូច្នេះខែផ្សេងយើងនឹងរំពឹងអីទៀតអញ្ចឹងយើងត្រូវព្យាយាមសូត្រគម្ពីរកូរ៉ានឲ្យបានច្រើនហើយយើងព្យាយាមរៀនអំពីម៉ាណារបស់វាបន្ថែមទៀតពីព្រោះឥឡូវនេះគម្ពីរកូរ៉ានគឺមានបកប្រែជាភាសាខ្មែររហូតដល់មានតាហ្វសៀរមួយយ៉ាសរជាលើកដំបូងបកប្រែជាភាសាខ្មែរផងដែរខ្ញុំសំណូមពរឬក៏ខ្ញុំrecommend ឲ្យបងប្អូនបើសិនជាមានលទ្ធភាពទិញគីតាបតាហ្វសៀរមួយយ៉ាសរបើសិនជាបងប្អូនអត់ចេះភាសាអារ៉ាប់ទិញយកមកអានពីព្រោះតាហ្វសៀរមួយយ៉ាសរវាទូលំទូលាយជាងការបកប្រែគម្ពីរកូរ៉ានត្រង់ទៅទៀតធ្វើឲ្យយើងយល់វាកាន់តែច្បាស់និងយល់សាច់រឿងយល់ការបកស្រាយយល់បន្ទូលរបស់អល់ឡោះស៊ុបហានវតាឡាកាន់តែច្បាស់ដូច្នេះបងប្អូនទាំងអស់គ្នាកុំភ្លេចអសោះឆ្លៀតពេលសូត្រកូរ៉ានឆ្លៀតពេលរៀនអំពីកូរ៉ានពីព្រោះខែនេះគឺជាឱកាសដ៏សំខាន់ឱកាសរបស់យើងដែលពិសេសបំផុតនៅក្នុងការអនុវត្តនៅក្នុងការសូត្រគម្ពីរកូរ៉ាននិងរៀនអំពីគម្ពីរកូរ៉ានវ៉ាស្សាឡាមុអាឡៃគុំ